ឃ្លានញ៉ាំបាញ់ហើយពេលយប់ពេលថ្ងៃពេលស្មើណាមែនទេមិនបាច់បារម្ភទេចង់ញ៉ាំពេលណាក៏បានដែរអូខេហើយនឹងវីដេអូរៀងវែងទៀតហើយប៉ុន្តែវែងនេះបើសិនជាបងប្អូនមើលដល់ចប់ធានាថាគ្រប់យ៉ាងគឺសុទ្ធតែងាយទាំងអស់ចង់ញ៉ាំធ្វើនៅផ្ទះញ៉ាំខ្លួនឯងងាយដំបូងគឺគ្រាន់តែយើងស្រោះបាញ់ហើយរបស់យើងហ្នឹងហើយយើងស្រង់ទៅដាក់ជាមួយនឹងទឹកត្រជាក់បន្ទាប់ពីនោះមកយើងមកធ្វើខ្ទឹមបំពងនេះចង់បញ្ចប់បងប្អូននឹងដឹងហើយតែខ្ញុំយកទៅធ្វើអីយើងបំពងខ្ទឹមឲ្យឈ្ងុយហើយយើងចាក់ស្លឹកខ្ទឹមចូលហើយស្លឹកខ្ទឹមហ្នឹងគឺខ្ញុំដាក់ហ្នឹងគឺខ្ញុំបិទហ្គាសហើយណាប៉ុណ្ណឹងមកគឺឈ្ងុយរួចរាល់ហើយបន្ទាប់ពីនោះមកយើងមកធ្វើទឹកត្រីទាំងអស់គ្នាទឹកត្រីយើងចង់ឲ្យឈ្ងុយគឺតោះឲ្យយើងកូរស្ករបែបនេះកូរស្ករក្រហមឲ្យឈ្ងុយខ្លាំងមែនតើហើយយើងដាក់ខ្ទឹមចិញ្ច្រាំចូលទៅកូរឲ្យវាឈ្ងុយមែនតើចាក់ទឹកត្រីចូលឆាច់ក៏ពេលកំពុងតែក្តៅហ្នឹងធានាថាទឹកត្រីឈ្ងុយឆ្ងាញ់ជាតិគេឈ្ងុយទឹកត្រីគេស្អុយទឹកត្រីតែខ្ញុំឈ្ងុយទឹកត្រីខ្ញុំធ្វើបែបនេះគឺថាឈ្ងុយមែនតើនៅពេលដែលយើងចាក់ទឹកត្រីចូលហើយយើងបន្ថែមជាមួយនឹងប៊ីចេងហ្នឹងហើយប៊ីចេងដាក់តាមចិត្តចង់តិចច្រើនអីតាមហ្នឹងទៅខ្ញុំដាក់បន្តិចទេដើម្បីយកជាតិហើយខ្ញុំបន្ថែមជាមួយនឹងទឹកសុទ្ធទឹកជារបស់យើងនឹងឯងចូលទៅដើម្បីកុំឲ្យវាប្រៃពេកហើយម្យ៉ាងបើសិនជាយើងចង់ញ៉ាំតែមួយចានចង្កឹះអីទេយើងដាក់2ចានចង្កឹះបណ្ដោយទៅទឹកនឹងដោយសារតាយើងនឹងទុកឲ្យវាពុះខ្លាំងណានៅពេលដែលវាពុះវារងាស់ទៅជាតិគឺវាខាំចូលគ្នាទឹកនឹងវាហួតចេញខ្លះហើយវាសល់ល្មមតាមតម្រូវការយើងចង់បានឥឡូវយើងមកស្រង់សាច់នំយើងវិញហើយកញ្ច្រែងដែលយើងជ្រើសរើសយកមកសម្រោះសាច់នំរបស់យើងនឹងយើងត្រូវយកប្រហោងធំបែបហ្នឹងទៅនំយើងស្រោះទឹកបានល្អគឺយើងរៀបវាមួយស្រទាប់បែបហ្នឹងទៅពីនោះមកយើងមានត្រីអញ្ចឹងទៅគេហៅគេសំអស់ត្រីចំហុយត្រីអីមិនខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំធ្វើងាយហ្មងខ្ញុំមានតែសក្រីសក្រូចហើយម្ដេចដែលខ្ញុំសល់ក្នុងទូហើយត្រីមាន2ក្បាលហ្នឹងគឺយកមកទៅរៀបមកចាក់តែប្រេងខ្យងដាក់តែប៊ីចេងប៉ុណ្ណឹងមកបន្ថែមទឹកឲ្យរៀងប្រំតិចហើយបើកភ្លើងឲ្យល្មមបានដែរមិនបើកខ្លាំងពេកទេហើយយើងបិទគម្របវាទុកទៅអូយតែប៉ុណ្្នឹងជាតិយកទៅណាមិនអស់ទេបងប្អូនអើយនិយាយមែនហើយខ្ញុំក៏មានសាច់ជ្រូក3ជាន់ស្ងោរផងដែរប៉ុន្តែអត់បានថតទេអានេះបងប្អូនគឺវាអត់ទាន់ឆ្អិនល្អទេអញ្ចឹងយើងបន្ថែមទឹកហើយយើងបិទគ្របនេះតើតែអញ្ចឹងអាហ្នឹងមិនឆ្អិនដែរ 100% គឺឆ្អិនអត់ឆ្អាបហ្មងឥឡូវយើងមកលាយទឹកត្រីយើងបន្ថែមទឹកត្រីយើងទុកត្រជាក់ហើយយើងមកដាក់ម្ទេសហើយនឹងស្លឹកខ្ទឹមបើមានខ្ទឹមក្រហមដាក់ខ្ទឹមក្រហមក៏បានបើមិនមានក៏មិនដាក់ដែរហើយច្របាច់ក្រូចឆ្មាមកចង់ជូរប៉ុណ្ណាអីប៉ុណ្ណីបន្ទាប់ពីនោះហើយគឺយើងបានសាច់បានត្រីរបស់យើងឆ្អិនអស់ហើយបន្លែក៏គ្រប់មុខដែរមានជីចង់ជីពងមាន់ជីពងទាជីថ្ពាល់ត្រីជីអាណាជាពិសេសសាឡាត់សសក់កុំឲ្យភ្លេចឲ្យសោះបន្ទាប់ពីនោះមកយើងមកមើលនំរបស់យើងរៀងស្រស់ទឹកហើយអញ្ចឹងយើងយកមករៀបខ្លាញ់បំពងដែលយើងបានប្រើហ្នឹងគឺយើងអត់បានយកខ្លាញ់ហ្នឹងមកប្រើទេប៉ុន្តែយើងយកខ្ទឹមហើយនឹងយើងយកខ្ទឹមបំពងហើយនឹងស្លឹកខ្ទឹមដើម្បីយកមករោយតាមស្រទាប់នំរបស់យើងដែលយើងរៀបដាក់ប្រអប់ហ្នឹងដើម្បីកុំឲ្យនំយើងវាជាប់គ្នាហើយម្យ៉ាងនំយើងឈ្ងុយពីទឹកត្រីខ្ញុំវិញមិនដែលលាយបានម្ដងសម្រាប់ទេគឺថាលាយពីលើហើយចូលមកដល់ក្រោមត្រូវតែបន្ថែមសណ្តែកថៃមិនស្អាតទៀតគឺអញ្ចឹងហ្មងហើយឥឡូវនេះគឺនំរបស់យើងបានស្អាតល្អហើយឈ្ងុយខ្លាំងមែនតើនេះគឺសាច់យើងមានត្រីយើងមានសាច់ជ្រូក3ជាន់យើងមានបន្លែមានជីគ្រប់មុខដែលយើងចូលចិត្តហើយបងប្អូនចង់ហូបបែបណាក៏បានដែរចង់ដៃក៏បានចង់ចង្កឹះក៏បានចង់សាប់ព្រាក៏បានតែសម្រាប់បង្រៀនថ្ងៃហ្នឹងដឹងមិនទេសិលណាលេងសាច់ចង្កឹះអីណាណៃតែខ្ញុំអត់ទេចាខ្ញុំដៃហើយនឹងសាប់ព្រាហ្មងអានឹងបានឆ្ងាញ់ហើយនេះមិនបាច់ឆ្ងល់ទេតែនំខ្ញុំមិនរូបរាងអត់ស្អាតនៅពេលយើងស្ងោរវាជាងជ្រុលអញ្ចឹងណានំណាដែលរាងអត់ស្អាតគឺអ្នកចម្អិនហ្នឹងហើយអ្នកហូបប៉ុន្តែខ្ញុំអត់ខ្វល់ទេរូបរាងមិនក៏ញ៉ាំបានដែរសោភ័ណភាពគឺយើងក៏សំខាន់ប៉ុន្តែបើនំសល់ហើយយើងចោលស្ដាយអញ្ចឹងទៅនេះគឺការចាត់ការរបស់ខ្ញុំផ្ទាល់បងប្អូនតោះអស់ហើយបាត់ហើយបាន